បាទសូមជម្រាបសួរបងប្អូនអរគ្នាហើយវីដេអូថ្មីមួយរបស់ខ្ញុំដោយសារក្នុងមួយរយៈនេះខ្ញុំខាន់ចេញវីដេអូរយៈពេលជិត2ខែហើយសម្រាប់វីដេអូថ្មីនេះដែរក្នុងថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបបង្កើតអ៊ីមែលថ្មីមួយសម្រាប់បងប្អូនថ្មីឬក៏បងប្អូនដែលមិនទាន់ចេះសោះអាចមកមើលវីដេអូរបស់ខ្ញុំបានតើតើនឹងការបង្កើតអ៊ីមែលសម្រាប់យើងយកទៅបង្កើតតើតើនឹង YouTube Channel ហើយតើតើវីដេអូនេះដែរក៏សូមអរគុណច្រើនសម្រាប់បងប្អូនដែលចូលរួមទស្សនាណាហើយជាដំបូងបងប្អូនចូលមកខាង Google Chrome របស់ទូរស័ព្ទបងប្អូនណាតើតើវីដេអូនេះ iPhone ក៏មានដូចគ្នាដែរបងប្អូនចូលមកកាន់ Chrome ដូចគ្នាណាហើយបន្តមកទៀតបងប្អូនចូលកន្លែង search កន្លែងពាក្យ search ណាបងប្អូនហើយបន្តមកទៀតបងប្អូនវាយពាក្យ Google sign in ជាស្រ័យបងប្អូន click search G មួយហើយបងប្អូនវាយពាក្យថា Google sign in ដើម្បីយើង login ចូលហើយនឹងយើងបង្កើត email ថ្មីមួយណាជាងវាយពាក្យនៅខាងលើនឹងមក sign in ហើយវានឹងចូលមកដល់កន្លែងថ្មីមួយយើងវាយពាក្យ Google account ក៏បាន Google sign in ក៏បានណាហើយទៅមកទៀតយើងចុចមកលើពាក្យ Google account ឬក៏ Google sign in នឹងមកណាដើម្បីយើងចូលទៅបង្កើត email ថ្មីហើយតាក់ទងនឹងកន្លែងនេះយើងចូលមកដល់កន្លែងយើងត្រូវបង្កើត email ហើយយើងចូលមកជ្រើសរើសកន្លែងនៅខាងស្ដាំដៃខាងលើណាបន្តមកទៀតបងប្អូនអូសមកក្រោមបង្អស់មកយកពាក្យ add under account ណាបងប្អូនខាងក្រោមនេះដើម្បីយើងបង្កើត email ថ្មីបន្ទាប់ពីបងប្អូនបានចុចចូលក្នុងកន្លែង under account ដើម្បីយើងចូលក្នុងការបង្កើត email ថ្មីហើយបងប្អូននឹងឃើញផ្ទាំងមួយនេះហើយទៅមកទៀតបងប្អូនអាចជ្រើសរើសពាក្យខាងក្រោមពាក្យថា create account កន្លែងរូបប៊ិចដែលខ្ញុំដាក់ណាហ្នឹងហើយបងប្អូនហើយបងប្អូនអាចចុចលើពាក្យហ្នឹងមកហើយស្រាប់តាក់ទងនឹងការបង្កើត Google ឬក៏ email ស្រាប់យើងបង្កើត YouTube Channel យើងត្រូវជ្រើសរើសយកខាងលើណា For my personal use ណាបងប្អូនអាចជ្រើសរើសពាក្យខាងលើមកមានន័យថាយើងបង្កើត email ផ្ទាល់ខ្លួនមិនមែនជា business សម្រាប់ធ្វើការងារអីទេណាបងប្អូនហើយមកដល់ត្រង់នេះយើងចូលមកទាំងថ្មីឲ្យយើងវាបញ្ចូលតាក់ទងឈ្មោះរបស់យើង first name last name មានន័យថាត្រកូលហើយនឹងឈ្មោះពិតរបស់យើងឬក៏បើថាបងប្អូនមិនចង់ដាក់ឈ្មោះពិតបងប្អូនអាចដាក់ឈ្មោះផ្សេងក៏បានដែរណាហ្នឹងហើយបងប្អូនហើយតាក់ទងខាងលើយើងដាក់ត្រកូលអង់គ្លេសក៏បានឬក៏ខ្មែរក៏បានណាតែបើយើងស្រាប់ធ្វើវីដេអូក្រៅប្រទេសយើងដាក់ជាអក្សរអង់គ្លេសបងប្អូនឥឡូវនេះខ្ញុំដាក់ឈ្មោះរបស់ខ្ញុំណាបងប្អូនអាចដាក់ឈ្មោះបងប្អូនទៅឬបន្តមកទៀតយើងចុចពាក្យ nick ណាបងប្អូននេះពាក្យ nick នេះខ្ញុំដាក់ big ពីលើណាហើយបងប្អូនចុច nick ហើយបន្តមកទៀតវានឹងមកដល់ផ្ទាំងថ្មីកន្លែងនេះគឺឲ្យដាក់ថ្ងៃខែឆ្នាំកំណើតរបស់យើងហើយនឹងភេទរបស់យើងណាយើងភេទស្រីឬក៏ភេទប្រុសណាទៅមកទៀតបងប្អូនជ្រើសរើសមកទៀតបងនេះឆ្នាំអត់ជាឆ្នាំបងប្អូនខែហើយថ្ងៃនេះជាថ្ងៃហើយនេះជាឆ្នាំកំណើតណានេះខ្ញុំដាក់ស្មានណាហើយយើងជ្រើសរើសភេទមកណាបងប្អូនភេទប្រុសយកទី2ស្រីយើងយកខាងលើណាទៅមកទៀតយើងចុចពាក្យ nick ដើម្បីបន្តទៅមុខទៀតទៅផ្ទាំងថ្មីមួយទៀតហើយចូលមកដល់ផ្ទាំងថ្មីមួយនេះគឺវាឲ្យយើងជ្រើសរើសតាក់ទងនឹង email
ដែលវាបានកំណត់ឲ្យណាពីខាងលើនេះណាឧទាហរណ៍ខាងលើដាក់ឈ្មោះខ្ញុំផ្លាស់មកពីរំតុលាមកតុលារំខាងក្រោមដាក់តុលាវិញបើសិនជាបងប្អូនមិនចង់បានអ៊ីមែលបែបនោះទេបងប្អូនអាចជ្រើសរើសខាងក្រោមកន្លែងពាក្យcreate បងប្អូនទី3បងប្អូនបើសិនជាបងចង់បានដូចពីខាងលើទេយើងចុចពាក្យ create ខាងក្រោមដើម្បីបង្កើតថ្មីហ៊ុនយើងណាតែយើងបង្កើតធ្វើម៉េចឲ្យត្រូវជាមួយនឹងឈ្មោះពីដំបូងដែលយើងបានដាក់មិញដូចឈ្មោះរបស់ខ្ញុំរំតុលាអញ្ចឹងណាហើយយើងដាក់កតុយមកយើងដាក់លេខផងបងប្អូនពេលខ្លះយើងដាក់តែឈ្មោះវាអត់ចូលឲ្យទេយើងដាក់មានលេខផងហើយយើងដាក់តាមលេខដែលបងប្អូនឆ្លាញ់មកណា1លេខក៏បាន2លេខក៏បាន4លេខក៏បានមិនអីទេបងប្អូនឲ្យតែត្រូវតាមឈ្មោះដែលយើងដាក់ដំបូងមកហើយបន្ទាប់មកទៀតបងប្អូនអាចចុច next មកណាបងប្អូនដើម្បីបន្តទៅថ្មីមួយទៀតដើម្បីឲ្យយើងបានដាក់ password សម្រាប់ email របស់យើងណាហើយតាក់ទងនឹងត្រង់នេះ password គឺបងប្អូនដាក់លាយឡំគ្នាមកណាមានន័យថាអក្សរធំផងអក្សរតូចផងហើយយើងមានលេខហើយនឹងសញ្ញាបងប្អូនអាចដាក់តាមនឹងមកណាសំខាន់គឺងាយស្រួលចំណាំណាបងប្អូនឥឡូវនេះខ្ញុំសូមដាក់ password របស់ខ្ញុំសិនណាបងប្អូនបន្ទាប់ពីបងប្អូនបានដាក់ password ហើយបងប្អូនចុច next បន្តមកណាវាលោតដល់ផ្ទាំងមួយនេះដល់ពេលដែលយើងបានដាក់ password ហើយបន្ទាប់មកទៀតយើងចុចយកពាក្យ next បន្តបន្ទាប់មកទៀតមកណាហើយងាយទេបងប្អូនដូចជាមិនជាពិបាកយល់ទេបងប្អូនហើយតាក់ទងត្រង់នេះបងប្អូនអាច screenshot យកទៅ translate ឬក៏បងប្អូនចេះអង់គ្លេសជាងខ្ញុំបងឯងបកប្រែខ្លួនឯងបានណាតែសម្រាប់ខ្ញុំគឺមិនសូវជាចេះទេបានតែរៀន translate ប៉ុណ្្នឹងឯងហើយបន្ទាប់មកទៀតគឺយើងចុចពាក្យ create យើងអូសមកខាងក្រោមបងអស់ណាពាក្យនៅខាងក្រោមយើងចុចពាក្យ create មានន័យថារួចរាល់ណាដើម្បីបញ្ចប់ទាក់ទងនឹងកម្មកាត់ email ថ្មីមួយនេះសម្រាប់យើងយកទៅបង្កើត channel YouTube ណាបងប្អូនហើយយើងរងចាំបន្តិចទៅវានឹង check in ដើម្បី check មើល email របស់យើងថាវាខុសឬក៏ត្រូវតាំងពីយើងចាប់ផ្ដើមបង្កើតមកណាយកជាស្រ័យបងណាចាំបន្តិចបងរងចាំវាបន្តិចវាកំពុងតែ check ហើយទៅមកទៀតវានឹងលោតមកទាំងយើងដដែលនេះសាថ្មីវិញហើយយើងអូសទាំងនេះចោលណាបងប្អូនអូសចោលមកហើយយើងបូកថេបថ្មីមួយទៀតកន្លែងសញ្ញាបូកណាហើយយើងចូលមកកាន់ Google sign in ដដែលដូចពីដំបូងណាយើងចូលពីដំបូងមិនយើងចូលតាមនឹងមកវិញណាយើងចូលវាពាក្យGoogle sign in ដដែលណាបងប្អូនហើយយើងចូលនេះ Google account ហ្នឹងហើយ Google account ណាបងប្អូនស្រួលយើងចូលពាក្យនឹងដដែលហើយទៅមុខទៀតយើងចូលកន្លែងជ្រុងខាងលើដដែលណាកន្លែង email ខាងជ្រុងខាងលើដដែលត្រាំដៃណាចុចលើវានឹងមកហើយវានឹងលោតឲ្យឃើញនៅ email ថ្មីមួយដែលយើងទើបតែបង្កើតនេះបងប្អូន email របស់ខ្ញុំណាដែលបានបង្កើតមិញនៅខាងក្រោមណា email ថ្មីឈ្មោះខ្ញុំបាទផ្ទាល់ហើយបងប្អូនអាចចុចពីលើ email ថ្មីនឹងទៅណាហើយតាក់ទងនឹងវីដេអូនេះផងដែរគឺតាក់ទងការបង្កើត email នេះគឺជោគជ័យ 100% ហើយណាបងប្អូនហើយនៅតាក់ទងនឹងវីដេអូបន្ទាប់ទៀតខ្ញុំនឹងទម្លាក់នៅថ្ងៃស្អែកដើម្បីបង្រៀនបងប្អូនពាក់ព័ន្ធនឹងការបង្កើត channel ថ្មីមួយសម្រាប់បងប្អូនផុសវីដេអូឬក៏វីដេអូ short វីដេអូខ្លីៗណាដើម្បីយើងទទួលបាន view ទទួលបាន subscribe ដើម្បីយើងអាចរកលុយជាមួយនឹង YouTube បាន
ហើយនឹងបង្កើតតកតងនឹង description title ហើយនឹង tag ណាបងប្អូនហើយវីដេអូរបស់ខ្ញុំបាទក៏មានតែប៉ុណ្្នឹងទេណាបងប្អូនអាចមើលឬក៏តាមតិនមែនតិនបងប្អូនអាចមើលសថ្មីបានហើយតកតងនឹងវីដេអូប្រភេទនេះបងប្អូនកុំខាបងប្អូនតែខាតហើយមើលអត់ចប់គឺបងប្អូនអត់ទទួលបានចំណេះដឹងទេហើយក៏សូមអរគុណបងប្អូនអរគ្នាជួយចុចជាវឬក៏ Subscribe នៅខាងក្រោមនិងអាច comment បានណាបងប្អូនអរគុណបងប្អូន